Hello, everybody. Welcome back to my channel. And today we are going to continue our short English conversation for beginners, part 5. And our lesson today is My Dream Career. សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ជាថ្មីមកកាន់ការរៀនសន្ទនាជាភាសាអង់គ្លេសភាគទី5ហើយមេរៀនដែលយើងនឹងត្រូវនិយាយនៅថ្ងៃនេះគឺ My Dream Career អាជីពនៅក្នុងក្តីស្រមៃរបស់ខ្ញុំប៉ុន្តែមុននឹងឈានចូលទៅដល់មេរៀនខ្ញុំក៏បានដកស្រង់នៅពាក្យល្អៗសំខាន់ចំនួន10ពាក្យដើម្បីមកបង្ហាញជាមុនសិនដើម្បីធ្វើឲ្យបងប្អូនកាន់តែងាយយល់ហើយនឹងឆាប់បានហើយពាក្យទាំងនេះមានដូចជា future អនាគត dream ក្តីស្រមៃឬក្តីសុបិន rural area តំបន់ជនបទ rural area soldier ទាហាន courage ភាពក្លាហាន protect ការពារ serve បម្រើ challenge បញ្ហាប្រឈម admire សរសើរហើយនឹងពាក្យចុងក្រោយនេះគឺ especially ជាពិសេសបាទអញ្ចឹងគឺមានចំនួន10ពាក្យដែលបានដកស្រង់ចេញពីការសន្ទនារបស់យើងនៅក្នុងថ្ងៃនេះតោះអញ្ចឹងយើងទៅតាមដានការសន្ទនាទាំងអស់គ្នាអូខេអញ្ចឹងការសន្ទនាគឺមានតួអង្គ2នាក់គឺសីហាហើយនឹងកក្កដាអញ្ចឹងផ្ដើមចេញពីសីហាគាត់និយាយថា Hey កក្កដា Can I ask you something Hey កក្កដា Can I ask you something អេកក្កដាតើខ្ញុំអាចសួរឯងរឿងខ្លះបានទេអូខេត្រង់នេះលើសញ្ញាសួរមួយកក្កដាក៏ឆ្លើយថា Sure What do you want to ask Sure What do you want to ask ប្រកាសណាស់តើឯងចង់សួរអ្វីអូខេសេហាក៏សួរថា What do you want to be in the future What do you want to be in the future តើឯងចង់ក្លាយជាអ្វីនៅពេលអនាគតកក្កដាក៏បានឆ្លើយថា My biggest dream is to become an English teacher I want to help students especially in rural areas learn and believe in themselves My biggest dream is to become an English teacher I want to help students especially in rural areas learn and believe in themselves សុបិនធំបំផុតរបស់ខ្ញុំគឺចង់ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសខ្ញុំចង់ជួយសិស្សជាពិសេសក្នុងតំបន់ជនបទឲ្យរៀនបានល្អនិងមានទំនុកចិត្តលើខ្លួនឯងអញ្ចឹង clear នេះ believe in themselves នឹងមានន័យថាមានទំនុកចិត្តលើខ្លួនឯងណាចឹងសេហាក៏និយាយថា That's such a meaningful goal That's such a meaningful goal You would be a great teacher You would be a great teacher អញ្ចឹង clear ថា That's such a meaningful goal នេះមានន័យថាវាគឺជាគោលបំណងដ៏មានន័យណាស់អ្នកនឹងក្លាយជាគ្រូបង្រៀនល្អម្នាក់ឬក៏អ្នកនឹងក្លាយជាគ្រូល្អម្នាក់បាទ Thanks Say hi What about you What's your dream Thanks Say hi What about you What's your dream អរគុណ Say hi ចុះឯងវិញតើក្តីស្រមៃរបស់ឯងជាអ្វីណាអូខេចឹង Say hi ក៏និយាយថា I want to be a soldier I want to be a soldier I want to protect my country and serve with pride. I know it's not an easy job, but I'm ready for the challenge. I want to be a soldier. I want to protect my country and serve with pride. I know it's not an easy job,
but I'm ready for the challenge ចឹង I want to be a soldier មានន័យថាខ្ញុំចង់ក្លាយជាទាហានខ្ញុំចង់ការពារប្រទេសណា I want to protect my country នេះខ្ញុំចង់ការពារប្រទេសរបស់ខ្ញុំនិងបម្រើជាតិដោយមោទនភាពណាកន្លែងនេះ and serve with pride មានន័យថាការពារឬក៏បម្រើដោយមោទនភាពបាទខ្ញុំដឹងថាវាមិនមែនជាការងារងាយស្រួលទេប៉ុន្តែខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឈមឬក៏បញ្ហាប្រឈមណាពាក្យ challenge នេះយើងរៀនអំបញ្ញមិញអូខេកក្កដាក៏និយាយថា wow I admire your courage I admire your courage both teaching and protecting are ways to serve others just in different ways wow ខ្ញុំសរសើរចិត្តក្លាហានរបស់អ្នកមែនទាំងការបង្រៀននិងការពារគឺជាវិធីបម្រើឲ្យអ្នកដទៃដូចគ្នាគ្រាន់តែផ្លូវផ្សេងគ្នាអញ្ចឹងមានន័យថាការបរៀនហើយនឹងការពារប្រទេសជាតិនឹងគឺដើម្បីបម្រើផលប្រយោជន៍ឲ្យប្រជាជនដូចគ្នាគ្រាន់តែនៅក្នុងផ្លូវផ្សេងគ្នាបាទអូខេអញ្ចឹងតទៅទៀតសេហាក៏និយាយថា that's true ពិតមែនហើយ at the end ចុងក្រោយឬក៏នៅចុងក្រោយ we both want to help people យើងទាំងពីរនាក់ចង់ជួយមនុស្សដូចគ្នាអូខេណាកក្កដាក៏និយាយថា one day you will be in a classroom teaching and I will be out there protecting our country ចឹង one day នឹងអាចបកថាថ្ងៃណាមួយឬក៏ថ្ងៃមួយឯងនឹងនៅក្នុងថ្នាក់រៀនណាបង្រៀនសាស្ត្រអូខេ you will be in the classroom teaching ហើយខ្ញុំនឹងនៅទីនោះការពារប្រទេសរបស់យើងណាកន្លែងនេះ and I will be out there protecting our country ការពារប្រទេសរបស់យើងចឹងសេហាមកឃ្លាចុងក្រោយគាត់និយាយថា I hope so ខ្ញុំក៏សង្ឃឹមដូចនេះដែរបាទអញ្ចឹងមេរៀនការសន្ទនារបស់យើងនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្ណេះខ្ញុំគិតថាមេរៀននេះគឺល្អវាមានទាំងពាក្យល្អហើយនឹងអត្ថន័យនៃមេរៀនសន្ទនាមួយនេះគឺល្អផងដែរដូច្នេះបងប្អូនដែលបានស្ដាប់ហើយនឹងរៀនពីការសន្ទនាមួយនេះយើងសាកហាត់យកទៅប្រើទាំងឃ្លាហើយនឹងពាក្យដែលមាននៅក្នុងនេះណាដើម្បីឲ្យការនិយាយភាសាអង់គ្លេសរបស់យើងនឹងវាកាន់តែដំណើរការល្អទៅមុខទៀតជាចុងក្រោយក៏អរគុណដល់បងប្អូនដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមជួយចុច like និង subscribe ដើម្បីលើកទឹកចិត្តដល់ខ្ញុំបាទក្នុងការធ្វើនៅវីដេអូថ្មីៗបន្តទៀតបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត